ច្បាប់ព្រះរាជគឺសោយរាជដោយព្រះយេស៊ូវគ្រីស្ទព្រះយេស៊ូវបាននៅលើឈើឆ្កាងយកច្បាប់ហ្នឹងហើយឈ្នះអរិយអញ្ចឹងព្រះយេស៊ូវបានប្រគល់ច្បាប់ព្រះរាជព្រះយេស៊ូវប្រគល់ច្បាប់ហ្នឹងប្រគល់សិទ្ធិអំណាចហ្នឹងមកកាន់អ្នកដើរតាមព្រះយេស៊ូវគឺក្រុមជំនុំអញ្ចឹងយើងត្រូវស្គាល់សិទ្ធិយើងដើម្បីបានសិទ្ធិស្របច្បាប់ហ្នឹងហើយបង្កើតច្បាប់គឺបង្កើតឡើងដើម្បីឲ្យមានយុត្តិធម៌បង្កើតឡើងឲ្យមានភាពស្មើគ្នាមានន័យថាគេមានអីគេធ្វើអីបានយើងអរគ្នាដូចគ្នាពីព្រោះយើងស្មើមុខចំពោះមុខច្បាប់គឺនិយាយពីច្បាប់រាជរបស់ព្រះអង្គច្បាប់រាជរបស់ព្រះអង្គយើងរកឃើញនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គខ្ញុំសូមប្រាប់អ្នកថាអ្នកឈ្មោះពេត្រុសឲ្យនៅលើផ្ទាំងសិលានេះខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំមច្ចរាជពុំអាចមានអំណាចលើក្រុមជំនុំនេះបានឡើយព្រះអង្គមានព្រះបន្ទូលមកកាន់យើងទាំងអស់គ្នាដែលជាក្រុមជំនុំហើយឋានមច្ចរាជប្រព័ន្ធគ្រប់គ្រងរបស់អរិយលែងយកឈ្នះក្រុមជំនុំរបស់ព្រះអង្គបានហើយសិទ្ធិស្របច្បាប់ហ្នឹងព្រះអង្គបានប្រគល់ឲ្យយើងហើយព្រះអង្គបានប្រាប់ថាព្រះអង្គនឹងដាំក្រុមជំនុំរបស់ព្រះអង្គនៅលើថ្មដាហើយស្ថានមច្ចរាជប្រព័ន្ធមច្ចរាជសេចក្តីស្លាប់ប្រព័ន្ធមច្ចរាជមិនអាចដំណើរការនៅក្នុងជំនុំរបស់ព្រះអង្គបានទៀតទេប្រព័ន្ធមច្ចរាជហ្នឹងសំដៅទៅលើជំងឺសំដៅទៅលើកំហឹងសំដៅទៅលើការបដិសេធអ្នកដទៃទៀតការបៀតបៀនពីអ្នកដទៃទៀតខ្វះខាតទាំងអស់ហ្នឹងគឺជាប្រព័ន្ធមច្ចរាជហើយយើងស្គាល់ហើយប្រព័ន្ធមច្ចរាជគឺអ្វីៗទាំងអស់ដែលនាំឲ្យយើងគិតអំពីច្បាប់ចាស់ហ្នឹងហើយព្រះអង្គប្រាប់ថាច្បាប់ហ្នឹងមិនអាចយកឈ្នះក្រុមជំនុំរបស់ព្រះអង្គបានទេច្បាប់ហ្នឹងអត់យកឈ្នះយើងបានជាក្រុមជំនុំយើងត្រូវស្គាល់ស្របច្បាប់បើយើងស្គាល់សិទ្ធិស្របច្បាប់យើងឈ្នះវាប៉ុន្តែយើងអត់ស្គាល់សិទ្ធិស្របច្បាប់ទេវាយកឈ្នះយើងសេចក្តីភ័យខ្លាចដែលនៅក្នុងជីវិតរបស់យើងវានឹងស៊ីជំនឿរបស់យើងអស់ទៅនៅសល់តែច្បាប់ចាស់នឹងតែម្ដងផទី19បានប្រាប់តទៀតខ្ញុំនឹងប្រគល់កូនសោព្រះរាជនៃស្ថានបរមសុខឲ្យអ្នកព្រះអង្គបានឲ្យកូនសោហើយកូនសោគឺសម្រាប់ចាក់បិទហើយនឹងបើកកូនសោនឹងគឺដួងចិត្តរបស់យើងហើយនឹងពាក្យសម្ដីរបស់យើងដែលយើងចាក់បិទហើយនឹងចាក់បើកអញ្ចឹងព្រះអង្គឲ្យកូនសោនឹងគឺសម្រាប់ចាក់បិទនៅអ្វីដែលយើងមិនចូលចិត្តយើងបិទទៅហើយយើងចាក់បើកនៅអ្វីដែលព្រះអង្គបានសន្យាជាព្រះបន្ទូលសន្យារបស់ព្រះអង្គយើងបើកឲ្យមានជាសិទ្ធិស្របច្បាប់កុំសង្ស័យកុំគិតច្រើនព្រះអង្គបាននិយាយថាព្រះអង្គបានឲ្យកូនសោនៃព្រះរាជមានន័យថាព្រះរាជដំណើរការដោយច្បាប់អញ្ចឹងយើងប្រើកូនសោនឹងស្របច្បាប់ដើម្បីបើកសោនៃព្រះពរខាងព្រះរាជព្រះពរនៃព្រះរាជនឹងព្រះអង្គសន្យាយើងមានអនាគតល្អព្រះអង្គឲ្យដៃគូយើងព្រះអង្គផលិតយើងមកមានប្រុសមានស្រីមានការរៀបការព្រះអង្គឲ្យយើងមានការផ្គត់ផ្គង់ព្រះអង្គបើមានជំងឺព្រះអង្គអាចប្រោះយើងឲ្យបានជាសះស្បើយព្រះអង្គនឹងប្រទានពរដល់ពូជពងរបស់យើងកូនចៅរបស់យើងព្រះអង្គនឹងប្រទានពរឲ្យយើងមានជោគជ័យជំនះនៅក្នុងជីវិតរបស់យើងព្រះអង្គនឹងតម្រង់ជីវិតរបស់យើងព្រះអង្គនឹងឲ្យយើងមានទំនាក់ទំនងល្អព្រះអង្គនឹងឲ្យប្រាជ្ញាយើងព្រះអង្គនឹងការពារយើងនឹងជាព្រះពរខាងព្រះរាជដែលព្រះអង្គឲ្យយើងមានកូនសោនោះដើម្បីចាក់យកព្រះអង្គឲ្យយើងជាអ្នកដែលចាក់យកវាដោយខ្លួនឯងមិនមែនខ្ញុំជាអ្នកចាក់យកប៉ុន្តែអ្នកទាំងអស់គ្នាម្នាក់មានកូនសោនឹងកូនសោនឹងគឺដួងចិត្តយើងយល់ព្រមជាមួយនឹងព្រះបន្ទូលហើយមាត់យើងប្រកាសជាមួយនឹងព្រះអង្គហើយយើងនឹងទទួលបានអាមែនអញ្ចឹងអ្វីៗទាំងអស់គឺអ្នកទាំងអស់គ្នាត្រូវអានព្រះបន្ទូលដើម្បីស្គាល់ច្បាប់ព្រះរាជអញ្ចឹងនៅក្នុងគ្រួសារមានច្បាប់ប្រទេសក៏មានច្បាប់នៅក្នុងព្រះរាជរបស់ព្រះអង្គក៏មានច្បាប់បើយើងធ្វើត្រូវច្បាប់ព្រះអង្គនឹងប្រទានឲ្យព្រះអង្គអត់រងចាំយើងអធិដ្ឋានវែងឡាយប៉ុន្តែព្រះអង្គកត់ត្រាពាក្យណាដែលត្រូវច្បាប់ជាមួយនឹងព្រះអង្គហើយព្រះអង្គនឹងបើកវានៃស្ថានសួគ៌នឹងបង្ហូរមកអ្វីដែលអ្នកចងនៅលើផែនដីនេះព្រះជាម្ចាស់នឹងចងនៅឯនគរឋានសួគ៌ស្ថានបរមសុខដែរហើយអ្វីៗដែលអ្នករាល់គ្នាស្រាយនៅលើផែនដីនេះព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរព្រះអង្គនៅពេលដែលយើងនៅលើផែនដីមានន័យថាយើងនៅលើផែនដីយើងជាមនុស្សព្រះរាជតែមានសាច់ឈាមដូចមនុស្សដទៃទៀតដែរតែមានវិញ្ញាណព្រះជាម្ចាស់ហើយមានកូនសោខាងឯវិញ្ញាណដើម្បីចាក់បើកនិងចាក់បាត់ព្រះអង្គរងចាំវិរៈជនវិរៈនារីរបស់ព្រះអង្គដើម្បីចាក់យកអ្វីមួយចេញពីនគរឋានសួគ៌ព្រះអង្គរងចាំយើងពីថ្ងៃនឹងតទៅឈប់រងចាំព្រះអង្គដើម្បីប្រទានការអស្ចារ្យព្រះអង្គនឹងមិនប្រទានការអស្ចារ្យទេព្រះអង្គរងចាំការអស្ចារ្យដែលយើងចាក់បើកព្រះអង្គរងចាំយើងក្រុមជំនុំភាគច្រើនគាត់ច្រឡំគាត់រងចាំព្រះអង្គធ្វើការអស្ចារ្យព្រះអង្គរងចាំយើងធ្វើត្រូវច្បាប់របស់ព្រះអង្គបើយើងធ្វើត្រូវច្បាប់ព្រះអង្គស្វែងរកឃើញធ្វើត្រូវច្បាប់ព្រះអង្គនឹងឆ្លើយតបការអធិដ្ឋានរបស់យើងត្រូវតែចាក់បើកដោយចិត្តរបស់យើងយល់ស្របជាមួយព្រះបន្ទូលដ៏ឥតសង្ស័យព្រះអង្គថាបើអ្នកនរគ្នាមានជំនឿដ៏ឥតសង្ស័យដោយគ្រាប់ម៉ូតាល់ត្រូវភ្លើងត្រូវខ្យល់ត្រូវទឹកវាមិនខ្វល់វានៅតែដុះជំនឿព្រះអង្គថាបើសិនវាជំនឿអ្នកដែលជឿព្រះយេស៊ូវមានជំនឿបែបហ្នឹងគឺអាចរើភ្នំចេញបានអាមែនព្រះអង្គបានប្រាប់អញ្ចឹងព្រះអង្គថាកុំខ្វល់ថាយើងនឹងជឿព្រះអង្គប្រហែលឆ្នាំកុំខ្វល់ថាយើងនឹងមានតួនាទីអីកុំខ្វល់ថាយើងរៀនដល់ណាកុំខ្វល់ថាយើងនឹងមានចំណេះដឹងប៉ុណ្ណា
ប៉ុន្តែខ្វល់ថាអានឹងវាត្រូវច្បាប់ជាមួយព្រះអង្គអត់បើត្រូវច្បាប់ព្រះអង្គនឹងបើកបង្ហូរមក